អូខេថ្ងៃនេះយើងបានត្រឡប់មកធ្វើវីដេអូឬក៏ត្រឡប់មកជួបអ្នកគ្នាវិញហើយបន្ទាប់ពីខកខានរយៈពេលមួយថ្ងៃមួយថ្ងៃទៅ2ថ្ងៃហ្នឹងហើយអ្នកគ្នាតាមពិតទៅវីដេអូហ្នឹងខ្ញុំត្រូវចេញថ្ងៃ7ប៉ុន្តែដោយសារតែខ្ញុំរវល់ការងារពេកអ្នកគ្នាអញ្ចឹងខ្ញុំ delay វាថតថ្ងៃ7ផងថ្ងៃ8វិញកាត់យកថ្ងៃ7យើងផងថ្ងៃ8អញ្ចឹងអ្នកគ្នាហើយថ្ងៃនេះយើងមកធ្វើវីដេអូ Q&A ដែលអ្នកគ្នាសួរខ្ញុំច្រើនសំណួរមែនតើ10សំណួរអញ្ចឹងខ្ញុំស្រង់បានហើយខ្ញុំមានយកសំណួរពីវីដេអូមួយសំណួរហើយខ្ញុំអរគុណអ្នកនាងបាន comment សួរសំណួរឬក៏បានសួរខ្ញុំនៅក្នុងវីដេអូមួយហ្នឹងសួរនៅក្នុងផុសមួយហ្នឹងហើយអញ្ចឹងកាលពីប្រហែលថ្ងៃមុនខ្ញុំបានផុសថាធ្វើវីដេអូ Q&A អញ្ចឹងអ្នកនេះហើយក្នុងហ្នឹងគឺមានការសួរជាច្រើនមែនតើហើយក៏មានការ like ជួយ like ពីអ្នកគ្រប់គ្រងទាំងអស់គ្នាដែរហើយខ្ញុំពិតជាអរគុណអ្នកនាងមែនតើហើយថ្ងៃនេះយើងបានឆ្លើយសំណួរអ្នកនាងហើយនៅក្នុងវីដេអូនេះគឺខ្ញុំនឹងដាក់វីដេអូមួយដែលរបៀបក្នុងការលុប T-Launcher ក៏ដូចជា Minecraft មួយហ្នឹងខ្ញុំឃើញមានអ្នកសួរអញ្ចឹងក៏អូខេនៅtrongវីដេអូខ្ញុំនឹងដាក់វីដេអូហ្នឹងអ្នកនាងអ្នកទាំងអស់គ្នាមើលដល់ចប់ទៅអ្នកនាងឃើញវីដេអូហ្នឹងហើយអញ្ចឹងកុំឲ្យខាតពេលយូរអ្នកនាងចូលទៅ Q&A ទាំងអស់គ្នា Let's go អូខេអ្នកនាងនឹងចូលសំណួរទី1បងរស់នៅណាបងរស់នៅខេត្តឧត្តរមានជ័យស្រុកអន្លង់វែងអ្នកនាងនិយាយទៅខេត្តខ្ញុំស្រុកខ្ញុំហ្នឹងគឺនៅជាប់ព្រំដែនថៃនិយាយទៅគឺស្រុកខ្ញុំហើយនឹងថៃគឺជាប់គ្នាម្ដងហើយនិយាយទៅខណ្ឌដោយភ្នំទេអ្នកនាងអញ្ចឹងអ្នកនៅលង្វែងអ្នកនៅឧត្តរមានជ័យគឺសុំលើកដៃមួយធ្វើសញ្ញាចេះអូខេចូលសំណួរបន្ទាប់បងមានពងអត់កាត់ចោលដល់អ្នកនេះជាមួយខ្ញុំមើលសិនរត់អត់បងមិនកើតអ្នកនេះមានតាវែងមួយខ្លីពីរចុះអញ្ចឹងអូខេចូលសួរបន្ទាប់បងអាយុប្រហែលហើយបងឆ្នាំហ្នឹងអាយុ22អ្នកនរគ្នាអញ្ចឹងយ៉ាងចាស់មើលមុខក្នុងកាមេរ៉ានេះក៏យ៉ាងចាស់ដែរប៉ុន្តែដោយសារ webcam ខ្ញុំវាមិនសូវច្បាស់អញ្ចឹងការបង្ហាញរូបវាមិនសូវជាសង្ហាប៉ុន្មានទេចាស់មែនតែចាស់សង្ហាចុះអញ្ចឹងបងនៅខេត្តណាបងនៅខេត្តឧត្តរមានជ័យហ្នឹងហើយចូលសំណួរបន្ទាប់បងឯងការល្បីខ្ញុំចង់ចូលធ្វើវីដេអូជាមួយ idol ឥឡូវខ្ញុំសួរអ្នកនេះវិញកាលណាខ្ញុំល្បីហ្នឹងហើយអ្នកនេះខ្ញុំល្បីមិនល្បីអាស្រ័យទៅលើការព្យាយាមរបស់ខ្ញុំក៏ដូចជាការគ្រប់គ្រងពីអ្នកនេះដែរអញ្ចឹងបើអ្នកនេះជួយ support ច្រើនខ្ញុំនឹងចាប់ល្បីអូខេអ្នកនេះអូខេចូលសំណួរបន្ទាប់បងលូវីស្មោះអត់អូសំណួរកាំងអ្នកនេះនិយាយទៅអត់មានអីបាក់ទេសំណួរនេះស្មោះចាំមើលខ្ញុំសាក់សួរEXខ្ញុំសិនព្រោះដល់20នាក់ហ្នឹងសួរគាត់មើលថាខ្ញុំស្មោះអត់អូខេអ្នកនេះហ្នឹងអញ្ចឹងចូលសំណួរបន្ទាប់សំណួរច្រើនមែនតើអ្នកនេះអញ្ចឹងក្នុងសំណួររបស់គាត់ហ្នឹងគឺខ្ញុំ select យកតែសំណួរសំខាន់ទេសំណួរដែលយើងគាត់សួរទៅតំណងខ្ញុំយកព្រោះច្រើនពេកផ្ទះបងឯងធ្វើប្រហែលឆ្នាំហើយផ្ទះបងធ្វើដូចជា7 8ឆ្នាំហើយហ្នឹងហើយបងអាយុប្រហែលបងអាយុ22ហ្នឹងហើយបងសុំធ្វើមុខសិចម៉ាមួយមើលនេះមើល Bro, what are you talking about, man? ចឹងហ្នឹងធ្វើចឹងមែននេះបងមានលើបហើយនៅលើបមានហើយតែកំពុងមើលចិត្តនេះវីដេអូ Pro មិនម្ដង Pro ម្ដងបងមិនទេអូនឯងPro វីដេអូ Pro មានប៉ុន្មានវីដេអូខ្ញុំមានដូចជា20ជាងហ្នឹងហើយទាំង short ទាំងអីចូល40វីដេអូណានេះហើយបានជា Dr. ខ្លាយ Apple ខ្ញុំសូមបកស្រាយទីដុកទ័រខ្លាយ Apple សារតែអ្នកហូបផ្លែប៉ោមពីច្រើនសុខភាពក៏ល្អអញ្ចឹងធ្វើឲ្យដុកទ័រក៏ខ្លាចអ្នកហូប Apple សារតែអ្នកហូប Apple គឺសុខភាពល្អអញ្ចឹងឲ្យបានទៅពេទ្យមូលហេតុអញ្ចឹងបានគេខ្លាច Apple ត្រូវអត់ណានេះមកទៅ comment ឲ្យចាស់មួយអូខេអញ្ចឹងបងឆ្លៃសត្វអីជាងគេបងឆ្លៃសត្វឆ្មាប៉ុន្តែឆ្កែឆ្មាពីរនោះឆ្លៃដូចគ្នាប៉ុន្តែបើនិយាយឆ្លៃជាងគេគឺឆ្កែឆ្មាឆ្លៃជាងគេខ្ញុំយកខ្ញុំទូរស័ព្ទបងមានប្រមាណហើយម៉ាកអីហើយតម្លៃប្រមាណទូរស័ព្ទបងមានតាំងពី5មកគឺមានចំនួន3គ្រឿងអ្នកនេះហើយដំបូងគេបំផុតHuawei ម៉ាក Huawei ដែលពេលហ្នឹងបងរៀនថ្នាក់ទី6សំ4ខែអ្នកនេះបាន200000ហើយកាលហ្នឹងទូរស័ព្ទហ្នឹងដូចជា360000អ្នកនេះហើយខ្ញុំខ្វះ160,000អញ្ចឹងម៉ាក់ខ្ញុំថែម160,000ហើយនិយាយទៅតាំងពីបងប្រើទូរស័ព្ទមកគឺសំទិញខ្លួនឯងបងអ្នកនេះហើយអញ្ចឹងអា200,000ហ្នឹងគាត់ថែម160,000អញ្ចឹងវា36អញ្ចឹងពេលហ្នឹងទិញមកហើយអញ្ចឹងនៅពេលដែលទូរស័ព្ទហ្នឹងបងយកឲ្យម៉ាក់បងប្រើបងដូរមកប្រើ Oppo A15 មកតទៀត
អាហ្នឹងដូចជាខ្ទង់សម័យ Covid ហ្នឹងគ្នាសម័យ Covid ហ្នឹងគេឆ្លាគេឈប់អញ្ចឹងបងមានពេលធ្វើការដល់ពេលធ្វើការទៅគាត់សំមួយទិញដូរទូរស័ព្ទថ្មីទៅដាក់ Oppo A15 វិញដូចជា150 60ម៉ឺនហ្នឹងហើយហើយក៏ឥឡូវនេះប្រើតាំងពីហ្នឹងមកអា Oppo A15 ហ្នឹងឲ្យម៉ាក់បងប្រើអញ្ចឹងអានេះបងដូរទូរស័ព្ទថ្មីនេះទូរស័ព្ទហ្នឹង12 Pro Max នេះបងទិញជាមួយឆ្នាំជាងហើយមួយឆ្នាំកន្លះកាលហ្នឹងទិញ550 560ហ្នឹងហើយហ្នឹងក៏លុយបងដូចគ្នានិយាយទៅគឺបងគឺជា gentleman ដែលប្រការរលុយដែលទិញរបស់អីសឹកខ្លួនឯងដែលពឹងម៉ែច្រើនទេណាគេខ្លះដែលទិញរបស់អីមួយដែលនិយាយទៅគឺសិតតែលុយខ្លួនឯងអូខេចំនួនប្រកបចប់ហើយអញ្ចឹងយើងចូលសំណួរបន្ទាប់ Who your favorite YouTuber and your favorite game my favorite YouTuber ហេអង់គ្លេសទៅនិយាយទៅគឺបងចូលចិត្ត YouTuber ជាងគេមានចំនួន3នាក់នេះតាំងពីបងចេះមើល YouTube មកអ្នកទាំងនេះប្រកាសចេះដឹងហើយថាណាគេដែល3ក្នុងការលេងហ្គេមទី1គឺបង2 program ហ្នឹងហើយទី2បងមេកាម៉ាញហើយទី3នោះគឺបង Pro KX និយាយទៅបងនិយាយទៅខ្ញុំចូលចិត្តមើលពួកគាត់ហើយនិយាយទៅខ្ញុំស្គាល់ពួកគាត់តាំងពីបងមានទូរស័ព្ទដំបូងការប្រើ Huawei ហ្នឹងគឺបងស្គាល់ដំបូងបំផុតគឺបង V program ហ្នឹងហើយតបមកបងមេកាម៉ាញបន្ទាប់មកបង Pro KX និយាយទៅបង3នាក់ហ្នឹងគឺ favorite YouTuber ក្នុងដួងใจរបស់បងអញ្ចឹងហ្នឹងហើយនិយាយទៅខ្ញុំចូលចិត្តពួកគាត់មែនតើហើយប៉ុន្តែចូលរួមសោកស្ដាយអ្នកគ្នាបង V program បង Pro KX ពួកគាត់ជប់ធ្វើ YouTube ឯអ្នកគ្នាអញ្ចឹងនៅតែបងមេកាម៉ាញទេហើយខ្ញុំស្ដាយមែនតើពួកគាត់និយាយទៅពួកគាត់ទាំងពីរនាក់ហ្នឹងសិតតែអ្នកខិតខំធ្វើ YouTube តាំងពីដើមមកអញ្ចឹងណាពួកគាត់តែបង V program គាត់ទៅប្រើវិស័យក្នុងការលក់ទូរស័ព្ទទៅវិញតែបង Pro KX គាត់មានជំងឺឃើញបច្ចុប្បន្នគាត់ឈឺច្រើនអ្នកគ្នាឃើញហ្នឹងហើយបង ពី program អត់ទេគាត់មិនមែនមានជំងឺមានអីទេគាត់តែគាត់ចង់ដូរអាជីពគាត់អញ្ចឹងណាតែបើមេកាម៉ាញនៅធ្វើ game នៅធ្វើវីដេអូតឥឡូវអូខេហើយចំពោះfavorite game របស់ខ្ញុំគឺ The Last of Us អ្នកនេះហើយនឹង Uncharted 4ហើយនឹង game Minecraft អ្នកនេះហ្នឹងនិយាយទៅគឺ game ពួកបែប natural ណា game បែបធម្មជាតិគឺបងចូលចិត្តមែនតើអ្នកនេះអញ្ចឹងបងសង្ឃឹមថ្ងៃណាមួយបងអាចលេង game ពួកហ្នឹងហើយបើសិនជាបងចូលជេរនឹងវិស័យ YouTube ហ្នឹងហ្នឹងហើយចូលសំបន្ទាប់មិនបានបងដាក់ name លវីនិយាយទៅ name លវីហ្នឹងគឺជា nickname បងចូលចិត្តអញ្ចឹងណាបងដាក់ nickname ហ្នឹងជា4ឆ្នាំអីហ្នឹងហើយកាលពីមុនបងដាក់ឈ្មោះធម្មតាទេប៉ុន្តែដល់ពេលយូរទៅបងដូរដាក់ nickname ដែលថាការហៅសម្គាល់របស់ខ្លួនឯងអញ្ចឹងណាហើយនិយាយទៅតាំងមិត្តភ័ក្តិតាំងប្អូនរបស់ខ្ញុំអីអញ្ចឹងទៅពីចឹងគេហៅតែលវីឥឡូវពួកលវីដូចស្រួលហៅអញ្ចឹងណាឈ្មោះ nickname មួយហ្នឹងនិយាយទៅ favorite របស់បងហើយបងដាក់ឡើង4ឆ្នាំមកហ្នឹងហើយអញ្ចឹងដល់ពេលបងបង្កើត YouTube ទាំង Facebook ទាំង TikTok ទាំងអីទាំងអស់បងដាក់សាលវីទាំងអស់អញ្ចឹង nickname របស់បងអាហ្នឹងអញ្ចឹងបើអ្នកនេះឃើញបងនៅក្រៅហៅតែលវីទៅអូខេចូលសំណួរបន្ទាប់មិនបងមិនធ្វើ intro ទៅដែរទៅមែនតាវីដេអូរបស់ខ្ញុំដូចជាមិនតែមាន intro ហ្នឹងហើយចាំមើលវីដេអូក្រោយៗចាំបងដាក់ intro ហ្នឹងអរគុណចំពោះស្ដាប់ដល់យោបល់បងល្បីបងរឹកអត់អ្នកនេះត្រូវចាំទៅចេះខ្ញុំមានថ្ងៃនេះឬក៏ខ្ញុំអាចដើរទៅមុខបានគឺដោយសារតែអ្នកគ្រប់ត្រូលអញ្ចឹងមានអ្នកគ្រប់ត្រូលទើបខ្ញុំល្បីដោយសារតែការគ្រប់ត្រូលពីអ្នកទាំងគ្នាអញ្ចឹងបើសិនជាខ្ញុំល្បីហើយខ្ញុំរឹកទៅអ្នកគ្រប់ត្រូលអីបានជាខ្ញុំធ្វើបែបហ្នឹងដោយសារតែខ្ញុំមានពួកគាត់ទើបខ្ញុំអាចល្បីអញ្ចឹងអ្នកនេះយល់ការអธิบายរបស់ខ្ញុំអញ្ចឹងចំពោះអ្នកគ្រប់ត្រូលគឺយើងអត់ត្រូវរឹកជាមួយទេទោះបីជាយើងឈានដល់ចំណុចណាក៏ដោយអញ្ចឹងចំពោះបងគឺបងអត់រឹកជាមួយអ្នកគ្រប់ត្រូលទេបើសិនជាបងល្បីគឺបងមានតែ friendly ទៅពួកគាត់ពេញពួកគាត់បានគ្រប់ត្រូលពួកយើងបានមកយើងអញ្ចឹងអ្វីដែលយើងតបស្នងទៅគាត់គឺការ friendly ទៅពួកគាត់អូខេ rightចឹងអ្នកនេះគ្រប់ត្រូលចុច subscribe ខ្ញុំឬក៏គ្រប់ត្រូលវីដេអូរបស់ខ្ញុំគឺអត់ខុសទេអូខេចូលសំណួរបន្ទាប់បងចេះលេង mobile អត់និយាយទៅការពីមុនការនៅរៀនបងរៀនលេងដែរ mobile បងរៀនលេងជាមួយខែ2ខែដែរតែលេងទៅអត់ចេះអត់ភាក់ថោយរហូតបងលេងហ្គេមបងនិយាយមិត្តភក្តិបងគាត់លេងហ្គេម mobile toxic ណាដល់ពេលដែលបងលេងវាយចាញ់វាយថោយបងជប់លេងបណ្ដោយតែនិយាយ free fire វិញបាច់និយាយបោះតកវាយបោះតកហ្នឹងចូលសំណួរបន្ទាប់បងឯងមានសង្សារប្រហែលហើយតាំងពីធ្វើ YouTube មកហើយមកដល់ឥឡូវប្រហែលវិនាទីចុះមកអូននេះសួរបែបច្បល់គ្នាបងឯងមានសង្សារប្រហែលហើយតាំងពីធ្វើ YouTube បងនិយាយទៅបងចាប់ផ្ដើមធ្វើ YouTube តែមួយខែហ្នឹងអ្នកនាងហើយឥឡូវទៅបងមានអ្នកមើលចិត្តចឹងណាហ្នឹងហើយអ្នកនាងហើយមកដល់ឥឡូវបងបានប្រហែលនាទីហើយបងបានចូលមើលទាំងនេះអូនអើយចាំមើលបងសាក់ចូលមើលបងដឹងបានប្រហែលដឹងថាអ្នកនេះមើលវីដេអូបងកំខាទៅបានហើយមើលច្រើនអូខេចូលសំណួរបន្ទាប់បងចូលចិត្តញ៉ាំអីហើយអត់ចូលចិត្តញ៉ាំអីសំណួរនេះល្អបងចូលចិត្តញ៉ាំស្លឆាគ្រឿងនៅនេះនឹងស្លឆាគ្រឿងគឺ favorite ហ្មងនិយាយមែនឲ្យតែឆាគ្រឿងម្ដងគឺបើមិនមួយចានក៏ទៅ2ចានដែរស្លបងនិយាយទៅបងចូលចិត្តហើយអត់ចូលចិត្តញ៉ាំអីអូយស្លបងអត់ចូលចិត្តមានមួយមុខគត់គឺស្ងោរម្រះ my head តែម្ដងឲ្យតែឃើញអាហ្នឹងដូចពិបាកដល់ពិបាកលេបដល់អូខេចូលសំណួរបន្ទាប់បង can you talk about
stream unlock នៅនេះសំដួលហ្នឹងគឺខ្ញុំដកចេញពីវីដេអូមួយវីដេអូ teacher ខ្ញុំបងអ្នកនាងដោយសារតែខ្ញុំអាចឆ្លើយអាហ្នឹងបានអញ្ចឹងខ្ញុំនិយាយ stream unlock អ្នកនាង stream unlock ហ្នឹងប្រៀបដូចជា stream OIP អញ្ចឹងអ្នកនាងអញ្ចឹងអា stream ហ្នឹងគឺសម្រាប់ក្នុងការ crack game ព្រោះតើយើង down stream ហ្នឹងមក game ដែលក្នុង stream scene របស់គេហ្នឹងមានតម្លៃប្រហែលនៅក្នុង stream unlock ហ្នឹងគឺ free ទាំងអស់ប៉ុន្តែអ្នកនាងត្រូវចាំថារបស់ crack គឺមាន virus ចឹងអ្នកនេះត្រូវការពារកុំលេងរបស់ crack អីតែបើយើងដូចថាយើងគ្រាន់តែយើងទិញកុំព្យូទ័រមកដើម្បីទៅលេងហ្គេមអ្នកនេះ crack ចុះអត់បញ្ហាតែបើសិនជាអ្នកនេះយកទៅប្រើការក៏ដូចជាធ្វើ YouTube ឬធ្វើ Facebook អីផ្សេងអីចឹងអ្នកកុំធ្វើអញ្ចឹងណាអ្នកនេះទៅទិញទៅល្អជាងហើយអ្នកខ្លះគេនៅទិញផងនៅនិយាយទៅប្រើរបស់សុវត្ថិភាពផងនៅតែមានគេ hack ចុះតម្រាំតែយើងប្រើរបស់ crack ទៀតហើយយើងធ្វើទៅគឺខុសគោលការណ៍ YouTube ទៀតទាំងនិយាយទៅគឺយើងរកស៊ីក្នុងវិស័យ online ឲ្យបានទេចឹងចំពោះ Steam Unlock ឬក៏ Steam OIP អញ្ចឹងការ crack game គឺខ្ញុំអត់ recommend អ្នកនាងប្រើវាទេអ្នកនាងបើអ្នកនាងអាចទិញបានអ្នកនាងទិញទៅហ្នឹងហើយអូខេចំពោះសំណួរនៅក្នុងនេះគឺអស់ហើយមានតែប៉ុណ្្នឹងទេហើយនៅចុងវីដេអូខ្ញុំនឹងដាក់របៀបក្នុងការលុប Minecraft ចឹងអ្នកនាងហ្នឹងហើយបងប្អូនក៏ដូចជាអូនពួកគាត់អត់ចេះលុបចឹងខ្ញុំនឹងដាក់ចុងវីដេអូហ្នឹងដើម្បីឲ្យជាចំណេះដឹងមួយសម្រាប់ឲ្យអ្នកនាងយល់ដឹងបន្ថែមអញ្ចឹងណាអូខេអញ្ចឹងវីដេអូរបស់យើងមានតែប៉ុណ្្នឹងទេអ្នកនាងហើយខ្ញុំសង្ឃឹមថាអ្នកនាងជួយចុចវីដេអូរបស់ខ្ញុំហើយគ្រប់គ្រងខ្ញុំទៅមុខទៀតអូខេអញ្ចឹងអ្នកនាងមើលវីដេអូនេះហើយកុំភ្លេចចុច like និង subscribe ម្នាក់មួយផងហើយ comment ខាងក្រោមផងហើយវីដេអូបន្ទាប់យើងនឹងលេងហ្គេមទាំងអស់គ្នាអូខេជួបគ្នានៅវីដេអូក្រោយអរគុណអ្នកនាងបាយបាយ